តោះសួស្តីបងប្អូនទាំងអស់គ្នាឥឡូវវីដេអូនេះយើងមកបង្ហាញអំពីរបៀបដកលុយពី Lyronic ចឹងអាមុនខ្ញុំបង្ហាញអំពីរបៀបដាក់របៀប transfer ហើយឥឡូវវីដេអូនេះយើងដកណាដោយសារកាលពីមុនយើងដកតាម payment method ដែលយើងដាក់ហើយហ្នឹងវាចូលហើយដល់ពេលឥឡូវអត់ទេត្រូវការយើងបំពេញ payment gateway មកតង់ទៀតណាហើយបំពេញតែម្ដងហើយលើក្រោយលែងទីហើយយើង select បានហើយដូចគ្នាចឹងដើម្បីដកលុយបានយើងចូលមកក្នុងពាក្យថា finance ហើយខ្ញុំបញ្ជាក់ទៀតអានេះ deposit ដាក់និយាយដែរ withdrawal ហ្នឹងដកយក withdrawal មកហើយឥឡូវដូចខ្ញុំប្រាប់ចឹងនេះ USD wallet របស់យើងមាន$2យើងដកអត់បានទេព្រោះដកចាប់ពី20ទៅចឹងយើងទៅរើសពី account ដែលយើងមានមកនេះមានអានេះមាន$20ដែលយើងដាក់មុនហ្នឹងវីដេអូមុនអានេះលុយរបស់ខ្ញុំ trade នេះ1000ជាងចឹងឥឡូវខ្ញុំយកអា$20ហ្នឹងបន្ទាប់មកអាកន្លែង withdrawal currency យើងយក KUSD បញ្ជាក់ម្ដងហើយម្ដងទៀតហើយដកចាប់ពី20ទៅណាចឹងឥឡូវខ្ញុំដាក់$20ចឹងយើងយកពាក្យថា confirm បន្ទាប់មកវានឹងទាឲ្យខ្ញុំ verify ជាមួយ app authenticator នេះបើយើងអត់ដាក់ទេវាមានតែមួយតង់ទេមានតែ email នេះទេតែដោយសារខ្ញុំដាក់2តង់អញ្ចឹងបើសិនបងប្អូនដៃលឿនដែរដាក់2តង់ដើម្បីការពារសុវត្ថិភាពបើថាអត់ទេដាក់តែ email មួយតង់ក៏បានដែរឥឡូវខ្ញុំដាក់ឲ្យគេខ្ញុំយកហ្នឹងមកវាមើលលេខកូដ6ខ្ទង់នៅក្នុង app របស់ខ្ញុំមកអញ្ចឹងខ្ញុំយកលេខកូដទៅដាក់ចាំតិចខ្ញុំយកអាថ្មីហ្មងព្រោះវា count down វាចិត្តផុតហើយអូខេបន្តមកទៀតខ្ញុំយកលេខកូដ verify ពី email យើងទៅមើលពីក្នុងទូរស័ព្ទយើងក៏បានយើងទៅមើលនៅក្នុង website នេះនៅក្នុង computer នេះក៏បានអញ្ចឹងខ្ញុំមាន computer ស្រាប់អញ្ចឹងខ្ញុំដាក់ពីលេខកូដ computer មកបណ្ដោយមកនេះលេខកូដដែលវាផ្ញើមកមិញនេះមើលម៉ោងឃើញនេះ0 minute ago អញ្ចឹងលេខកូដប្រហែល6ខ្ទង់ហ្នឹងដាក់លេខកូដហ្នឹងមកខ្ញុំយកពាក្យ submit អញ្ចឹងគេនឹងលោតមកឲ្យយើងបំពេញទេនេះខ្ញុំត្រូវបញ្យល់ទាំងអស់គ្នាកន្លែងហ្នឹងអាហ្នឹងបំពេញម្ដងហើយលើកក្រោយគេឲ្យយើង select ហើយនេះដែលស្រាញខ្ញុំធ្លាប់បំពេញហើយអញ្ចឹងខ្ញុំអាច select បានណាតែឥឡូវខ្ញុំមកប្រាប់ពីរបៀបបំពេញកន្លែងហ្នឹងអញ្ចឹងកន្លែង bank country វាអត់សូវដូចនៅតាមអក្សរទេវាកន្លែងហ្នឹងគេអត់ទាន់ធ្វើបានល្អអញ្ចឹងពី A B ដល់ C Cambodia វាត្រូវនៅក្បែរអក្សរ B C នេះតែជាក់ស្ដែងវាអត់នៅហ្នឹងវានៅក្បែរអក្សរ K នេះយើងចុចអក្សរ K ឬក៏យើងអុសម្ដងមកនេះក្បែរ K នេះឃើញនេះ Cambodia បងប្អូនយើងមួយចំនួនធំរអត់ឃើញ Cambodia ទេអញ្ចឹងហើយគាត់តែអស៊ូអត់ឃើញផងម្ដុំក្បែរអក្សរ B អក្សរ C អត់ឃើញ Cambodia ទេអញ្ចឹងយើងអុសមកក្រោមមកណាក្បែរអក្សរ K បានឃើញ Cambodia អញ្ចឹងជួយបញ្ជាក់កន្លែងហ្នឹងបន្តិចបន្ទាប់មកកន្លែង bank name អញ្ចឹងទាំងអស់គ្នាវាយថា ABA bank ទៅណាហើយអានេះ bank currency គេរើសឲ្យស្រាប់ឲ្យ KUSD account full name ឈ្មោះរបស់យើងឧទាហរណ៍បើឈ្មោះរបស់ខ្ញុំខុនចន្ទថាណាហើយ account number លេខធនាគាររបស់យើងណាអញ្ចឹងយើងវាយមក account ធនាគាររបស់យើងលេខកុងធនាគាររបស់យើង9ខ្ទង់ឧទាហរណ៍1 2 3 4 5 6 7 8 9ណាយើងដាក់មកដាក់ត្រូវលេខកុងយើងបន្ទាប់មកយើង tick កន្លែងនេះទៅ give a name to save this account for future use គេឲ្យយើងដាក់ឈ្មោះសម្រាប់ថ្ងៃក្រោយទៅយើងមិនបាច់បំពេញទៀតទេយើងគ្រាន់តែចង់ដាក់លុយតាមហ្នឹងដកលុយតាមហ្នឹងយើងគ្រាន់តែ select ឈ្មោះហ្នឹងហ្មងអញ្ចឹងឥឡូវខ្ញុំឲ្យដាក់ថា ABA bank ទៅណាដាក់ ABA bank ទៅប៉ុណ្ណឹងបន្ទាប់មកកន្លែង choose file នេះអញ្ចឹងទាំងអស់គ្នាយក QR code ដាក់ឲ្យគេនេះ account QR ឃើញអត់អញ្ចឹងទៅ select យក QR មកបើក្នុង computer ខ្ញុំនៅក្នុង line ណាមួយយកមកដាក់មកតែខ្ញុំមិនបាន save ទុកតែទាំងអស់គ្នាប្រហែលជាយល់ហើយឡើយហ្នឹងឧទាហរណ៍ថានេះជា QR code open ដាក់ឲ្យគេមកណាអញ្ចឹងទាំងអស់គ្នានៅក្នុងទូរស័ព្ទគឺ select ពី photo យើងមកបន្ទាប់មក submit for approval ទៅហើយមានតែប៉ុណ្្នឹងឯងអញ្ចឹងរឿងដែលសំខាន់ហ្នឹងគឺត្រូវបំពេញកន្លែង new account ហ្នឹងណាភាគច្រើនគឺ bank country ហ្នឹងរក Cambodia អត់ឃើញទេអ្នកខ្លះនេះរកតែឃើញមកម្ដុំ A B C អត់ឃើញសួរហើយអត់ឃើញ Cambodia នៅណាឯងនេះគេម្ដុំអក្សរ C រកអត់ឃើញទេអញ្ចឹងអស់មកក្រោមម្ដុំអក្សរ K មិនឃើញ Cambodia អូខេណាបញ្ជាក់នោះទៀត bank name ហ្នឹងដាក់ ABA bank ទៅហើយឈ្មោះរបស់យើងនេះ account full name ហ្នឹងឈ្មោះរបស់យើង account number ហ្នឹងកុងធនាគាររបស់យើងហើយនេះ tick ឲ្យគេហើយយើងដាក់ឈ្មោះទៅ ABA bank តាមខ្ញុំអត់អីទេនេះដាក់ QR code ឲ្យគេទៅ submit for approval ណាអញ្ចឹងអានឹងបានហើយឥឡូវដោយសារតែខ្ញុំបំពេញហើយអញ្ចឹងឥឡូវខ្ញុំយក select យក account to receive the payout អានេះដោយសារខ្ញុំបំពេញហើយណាអញ្ចឹងខ្ញុំ select ហ្មងនេះខ្ញុំយក ABA bank ឃើញគេ select ឲ្យខ្ញុំស្រាប់អត់នេះឃើញទេមាន ABA bank មាន Cambodia
មានលុយដុល្លារមានឈ្មោះរបស់ខ្ញុំមាន account number របស់ខ្ញុំមាន QR code របស់ខ្ញុំស៊ីបន្ទាប់មកខ្ញុំយក submit for approval អញ្ចឹងខ្ញុំ submit ហើយគេដាក់ថា your withdrawal request is submitted for approval អញ្ចឹងខ្ញុំ request submit គេហើយអូខេទៅវានឹង load ផ្ទាំងមួយថា your withdrawal request is submitted successfully បានតែជោគជ័យហើយអញ្ចឹងរងចាំទៅបើសិនជាលឿនអាច5-10នាទីដល់កន្លះម៉ោងអញ្ចឹងទៅតែបើសិនជាអាចលឿនជាងនឹងទៀតតែបើពេលណាយូរលើសពី1ម៉ោងអ្នកទាំងអស់គ្នាអាចឆាតមកខ្ញុំមក direct មកខ្ញុំមកដើម្បីខ្ញុំយក email ដាក់ទៅ support ឲ្យគេជួយសម្រួលដកឲ្យលុយឲ្យលឿនឲ្យអញ្ចឹងមានតែប៉ុណ្្នឹងទេវីដេអូដកលុយសង្ឃឹមតែទាំងអស់គ្នាមើលយល់ហើយបើអត់យល់ថងណាអាច direct មកខ្ញុំតាម Telegram បានតែខ្ញុំដាក់ link ឲ្យអូខេអរគុណជូនពរទាំងអស់គ្នាត្រិតចំណេញ